សួស្តីបងប្អូនទាំងអស់គ្នាកាលពី3ឆ្នាំមុនពួកខ្ញុំបានជួនដំណើរបងប្អូនប្រុសគាត់ទៅធ្វើការនៅឆ្ងាយផ្ទះរយៈពេល3ឆ្នាំហើយឥឡូវក៏គម្រប់ខួប3ឆ្នាំដែលគាត់ត្រឡប់មកវិញដែរអញ្ចឹងខ្ញុំសួរថាចង់ហូបអីមុនគេគាត់ក៏ថាចង់បបរគ្រឿងអញ្ចឹងយើងក៏បានរៀបចំបបរគ្រឿងសម្រាប់គាត់ព្រោះអីបដោយគឺគាត់ឃ្លានអានឹងឯងមុនគេហើយប្រហែលជាមកស្ទូធំដល់ពួកខ្ញុំបោះហើយហ្នឹងគាត់ក៏មកដល់អញ្ចឹងតំណាងត្រឡប់ខ្មែរយើងគឺផ្ទះខ្ញុំក៏ដែរចូលដែរមុននឹងគាត់ចូលផ្ទះអញ្ចឹងក៏ម៉ាក់ខ្ញុំក៏មានទឹកហើយបេះផ្កាបេះអីដាក់ឲ្យគាត់សំពះអញ្ចឹងទៅហើយក៏យាយហើយនឹងម៉ាក់ខ្ញុំជូនពោអីតិចតួចហើយក៏ចាក់ទឹកចាក់អីសិនមុននឹងគាត់ចូលក្នុងផ្ទះនិយាយទៅការគោរពគឺផ្សេងគ្នាបងប្អូនតែយើងមិនដែលចូលទេពុទ្ធសាសនាដូចតាមតំបន់អញ្ចឹងណាអ្នកខ្លះគេបែបផ្សេងអីចឹងទៅមិនដឹងតែខាងបងប្អូនគេធ្វើអញ្ចឹងអត់ទេដូចម៉ាក់ខ្ញុំឲ្យតែកូនមកពីឆ្ងាយគឺគាត់ធ្វើអញ្ចឹងឯងឥឡូវយើងចូលមកដល់វគ្គយើងធ្វើបោគ្រឿងម្ដងនេះគឺជាគ្រឿងផ្សំខ្លះនៃការធ្វើបោគ្រឿងសូមទោសបងប្អូនទោះជំនុនផងរឿងពិបាកមើលទៅឲ្យវីដេអូនេះដោយសារតែបញ្ញាពេកអញ្ចឹងហើយខ្ញុំក៏ថតក៏មានខ្លះប្រឈោមានខ្លះប្រដេកនិយាយទៅលាយឡំគ្នាជាស្រ័យផងបងប្អូនព្រោះมันជាជំនាញមិនដែរពេលដែលទេសួរបងប្អូនថាមកដល់ម៉ោងប៉ុន្មានអញ្ចឹងចង់ឲ្យពេលដែលគិតមកដល់គឺបោឆ្អិនអញ្ចឹងហើយបន្ទប់បន្តាប់ថតកាមេរ៉ាប្រឈោផងប្រដេកផងឆ្លៀតថតអញ្ចឹងគ្រឿងផ្សំគឺដូចបងប្អូនឃើញនឹងឯងអញ្ចឹងគឺដំបូងឡើយគឺម៉ាក់គាត់ចាប់ផ្ដើមទុកដាក់ឯងគាត់រៀបចំលាងឆ្នាំងបបរគាត់ដាក់លើចក្រានដាំទឹកដើម្បីស្រុះត្រីហើយនឹងស្រុះសាច់ជ្រូកដល់ពេលខ្ញុំគឺមកដល់ដំបូងគេដាក់កាមេរ៉ាចោលញ៉ាំសិនញ៉ាំបណ្ដើគឺដើរទៅយកអំបោសចាប់អំបោសបោសសិននិយាយទៅផ្ទះបាយតាមបែបជនបទគឺអញ្ចឹងឯងបងប្អូនគឺយើងចាក់សាបខ្ញុំឲ្យតែមកជួយធ្វើម្ហូបម៉ាក់ដំបងគេគឺខ្ញុំចាប់អំបោសបងមុនហើយខ្ញុំចូលចិត្តពេលដែលខ្ញុំបោសឲ្យស្អាតហើយយើងធ្វើម្ហូបធ្វើអីយើងមានអារម្មណ៍ថាវាស្រឡះមុខមាត់យើងអីចឹងទៅឥឡូវយើងបោសជាតិហើយខ្ញុំក៏ចាប់ផ្ដើមបោសទៅគឺទៅពីបោសផងញ៉ាំផងនឹងឯងអើយខ្ញុំចូលចិត្តណាស់របស់ហាញចាំចុំទិញទួចហ្នឹងឲ្យតាម៉ាក់ក៏ទៅផ្សារទិញម្ហូបអីក៏ទិញផ្ញើហើយមាននំឬក៏ម្ជូរអីផ្សេងហ្នឹងក៏ទៅរបស់ញ៉ាំតិចហ្នឹងតែអានតិចហ្នឹងធ្វើយើងឡើងគីឡូសាហាវអញ្ចឹងដល់ពេលរៀបចំរួចរាល់ហើយគាត់ក៏ប្រើខ្ញុំមកត្រាំកអញ្ចឹងខ្ញុំត្រាំកចូលសិនអាចថា15នាទីអីដែរទៅមកក៏លាងត្រីលាងសាច់ជ្រូកសម្រស់ទុកឲ្យគាត់ស្រស់អញ្ចឹងដល់ពេលដែលគាត់ដាំទឹកពុះហើយគាត់ក៏បានប្រើខ្ញុំឲ្យយកត្រីហើយនឹងសាច់ជ្រូកដាក់ចូលនេះតែបងប្អូនទៅតែទឹកពុះហ្នឹងយើងដាក់ចូលអញ្ចឹងបន្ទាប់ពីយើងធ្វើកិច្ចការនឹងចប់ហើយក៏ដល់វគ្គធ្វើខ្ទឹមបំពងម្ដងយើងច្រាំខ្ទឹមហើយយើងដាក់ខ្ទះក្តៅយើងដាក់ខ្លាញ់ទៅមកយើងចាក់ខ្ទឹមចូលហើយយើងកូរចុះកូរឡើងឲ្យវាក្រហមអាហ្នឹងយើងអាសាកូរវាបន្តិចដើម្បីកុំឲ្យវាខ្លោចណាអញ្ចឹងយើងកូរចុះកូរឡើងទៅយើងកូរវាឲ្យវាឡើងក្រហមល្អតែអត់ឲ្យក្រហមខ្លាំងពេកណាពេលដែលក្រហមយើងឆាប់ស្រង់ដែរព្រោះមិនអញ្ចឹងទេអាក្រហមខ្លាំងហ្នឹងយើងទុកតែបន្តិចទៀតអាចខ្លោចនេះដូចខ្ញុំអញ្ចឹងនឹងជិបម្ដុំអីអញ្ចឹងហើយក៏ស្រង់ចេញដោយសារតែខ្ញុំបំពងនេះខ្ញុំលាយសាច់ជ្រូក3ជើងបន្តិចឲ្យខ្ញុំស្ដាយខ្លាញ់ទៅវាក៏ជិបដុំម្ដុំទៅខ្ញុំដួសចេញឥឡូវខ្ទឹមបំពងរបស់យើងបានរួចរាល់ហើយទៅមកយើងស្រង់វាដាក់ឆ្នាំងហើយយើងចាក់ចូលក្នុងឲ្យវាត្រជាក់ហើយយើងចាក់ចូលក្នុងប្រអប់ទូចមួយយើងដាក់ក្នុងប្រអប់ចឹងទៅយើងមានស្រួលមានគម្របគ្របចឹងពេលដែលគេញ៉ាំបោអ្នកណាដែលចូលចិត្តក៏ដាក់អ្នកខ្លះក៏ចូលចិត្តចឹងក៏អត់ដាក់ទេទៅមកម៉ាក់ខ្ញុំក៏ចាប់ផ្ដើមឆាអង្ករមុននឹងយើងបបរហ្នឹងយើងយកអង្ករទៅឆាយើងចង់ធ្វើក្បួនបែបហ្នឹងក៏បានពេលខ្លះយើងមិនបាច់ឆាអង្ករអញ្ចឹងក៏បានដែរយើងដាក់ចូលទាំងម្ដងក៏បានដែរតែដូចតែខ្ញុំអញ្ចឹងគឺគិតឆាអង្ករមុនឆាអង្ករហើយមិនគិតយកទៅដាក់អញ្ចឹងដល់ពេលយើងឆាអង្ករហើយសាច់ជ្រូកនឹងត្រីរបស់យើងក៏ឆ្អិនដែរយើងស្រង់សាច់ជ្រូកនឹងត្រីហើយ
យើងស្រង់វាចេញទុកឲ្យត្រជាក់ទៅហើយយើងក៏បានទុកទឹកនឹងនៅនឹងដែរទឹកដែលយើងស្រុះសាច់ជ្រូកនឹងត្រីណាទើបមកយើងយកអង្ករនឹងដាក់ចូលក្នុងទឹកនឹងតែម្ដងដើម្បីវាមានជាតិដែលយើងស្រុះសាច់ជ្រូកនឹងត្រីនឹងយើងបានថែមគ្រឿងតិចតួចដែរនេះបងប្អូនយើងទុកទឹកឲ្យវាពុះម្ដងទៀតមកយើងក៏ដាក់អង្ករចូលហើយយើងក៏អាសាកូរវាដែរកុំឲ្យអង្ករនឹងវាជាប់បាត់ឆ្នាំងឥឡូវបបរយើងគឺចាប់ផ្ដើមឆ្អិនហើយយើងដាក់ដើមខ្ទឹមចូលហើយរួចជាការស្រេចឥឡូវបបរយើងគឺរួចរាល់ហើយអាចដួសញ៉ាំបានហើយអញ្ចឹងគ្រឿងផ្សំគឺយើងបានធ្វើរួចអស់ហើយមានខ្ទឹមបំពងមានម្ទេសឆាមានស្លឹកជីមានដើមខ្ទឹមហើយក៏មានសៀងម្ទេសឆានឹងដែរគឺម៉ាក់ខ្ញុំកាត់ឆាខ្លួនឯងណាគឺធានារសជាតិគឺឆ្ងាញ់ខ្លាំងហើយក៏ហឹរខ្លាំងដែរបងប្អូនអើយអញ្ចឹងនេះម៉ាក់កាច់បាញ់កាញ់ដាក់អញ្ចឹងអ្នកណាហេវអីអាចញ៉ាំមុនបានឲ្យតែឆ្អិនហើយនេះម្នាក់មួយចានទៅដាក់គ្រឿងតាមចំណង់ចំណូលចិត្តរៀងខ្លួនបើដូចសាច់ជ្រូកហើយត្រីអីសាច់ជ្រូកខ្ញុំហាន់ហើយអស់ហើយយើងហាន់ទុកស្រេចអញ្ចឹងស្រួលហើយដូចត្រីអីយើងបេះឆ្អឹងបេះអីស្អាតហើយអញ្ចឹងយើងអាចដួសបបរហើយថែមគ្រឿងតាមអ្វីដែលយើងចូលចិត្តខ្ញុំសេតម្យ៉ាងដោយសារខ្ញុំបបរខ្ញុំចូលចិត្តញ៉ាំផ្សិតតែដោយសារម៉ាក់ក៏បានដាក់ផ្សិតចូលក៏ផ្លេចទិញផ្សិតពីផ្សារមកអញ្ចឹងយើងមានប៉ុណ្ណាយើងធ្វើប៉ុណ្ណឹងទៅហើយប្អូនខ្ញុំមកដល់គឺនេះអស់មួយចានធំតែម្ដងហើយគិតចូលចិត្តម្ទេសដែរដាក់ម្ទេសដាក់អីហើយគាត់ថាឆ្ងាញ់ណាស់គាត់ចង់ញ៉ាំយូរហើយគេញ៉ាំបណ្ដើគេសប្បាយចិត្តបណ្ដើថាបានញ៉ាំហើយអីគេចង់ញ៉ាំយូរហើយនេះយាយអស់មួយចានដែរហើយនេះប៉ាក៏អស់មួយចានធំដែរខ្ញុំក៏អស់មួយចានធំដែរបងប្អូនហ្នឹងហើយបងប្អូនអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំបានរៀបរាប់អស់ពីការធ្វើបបរគ្រឿងនឹងទេគ្រឿងផ្សំអីហ្នឹងការធ្វើដាក់ចូលអីហ្នឹងព្រោះខ្ញុំមកបានថតទាំងអស់ដល់ចឹងទៅខ្ញុំជឿធាក់ថាបងប្អូនភាគច្រើនគឺគាត់ដឹងពីការគ្រឿងផ្សំបបរគ្រឿងហើយតាមចំណង់ចំណូលចិត្តនៃអ្នកញ៉ាំតាមផ្ទះនីមួយណាគិតចូលចិត្តធ្វើបែបម៉េចគឺគិតធ្វើបែបហ្នឹងចឹងទៅអញ្ចឹងអរគុណបងប្អូនច្រើនសម្រាប់ការតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់ហើយក៏សូមទោសម្ដងទៀតដែរដោយសារតកណាត់ខ្លះវាប្រឈោកណាត់ខ្លះថតផ្ដេកនិយាយដោយសារតែពេលខ្លះខ្ញុំធ្វើផងខ្ញុំថតផងទៅខ្ញុំក៏ភ្លេចថាខ្ញុំតាមពិតខ្ញុំចង់យកផ្ដេកទាំងអស់ហេតែមិនដឹងជាមិនទេពេលខ្លះជួយម៉ាក់ផងធ្វើផងអញ្ចឹងទៅកាន់កាមេរ៉ាត្រឡប់ចុះត្រឡប់ឡើងទៅចេញប្រឈោផងចេញផ្ដេកផងមានការខុសឆ្គងអីសូមទោសទុកជាមុនផងបងប្អូនអញ្ចឹងការធ្វើបបរគ្រឿងរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណបាយបាយ